បាទជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់វីដេអូថ្ងៃនេះគឺនិយាយអំពីជីវិតប្តីប្រពន្ធឆ្នាំជូតនិងឆ្នាំវកជីវិតប្តីប្រពន្ធគឺផ្ដោតទៅលើការរស់នៅជាមួយគ្នាបានសេចក្តីសុខហើយចាប់ដៃគ្នារកស៊ីមានឬក៏ក្រចុះឆ្នាំជូតនិងឆ្នាំវកបានគ្នាជាប្តីប្រពន្ធវិញគឺល្អមធ្យមអ្នកទាំងពីររស់នៅជាមួយគ្នាច្រើនប្រកែកគ្នាបន្តិចចាប់ពីបានកូនមួយឬកូនពីរទៅអ្នកឆ្នាំជូតធ្វើអ្វីច្រើនតាមក្រោយអ្នកឆ្នាំវកចំពោះឆ្នាំជូតនិងឆ្នាំវកគួរយកកូនស្រីឬកូនប្រុសល្អគឺអាស្រ័យទៅលើឆ្នាំទាំងពីរនោះថាតើវាមានធាតុញីធាតុឈ្មោលឬក៏ធាតុញីឈ្មោលឧទាហរណ៍បើឆ្នាំទាំងពីរមានធាតុញីស្រាប់តែអ្នកទាំងពីរបានកូនប្រុសមានន័យថាអ្នកទាំងពីររស់នៅមិនសូវចុះសម្រុងនឹងគ្នាទេហើយកូនខ្លះក៏អាចធ្វើឲ្យឪពុកម្ដាយលេះលែងគ្នារកស៊ីបងខាតឬក៏មានគ្រោះថ្នាក់ផ្សេងទៀតក៏មានដែរតែបើអ្នកទាំងពីរបានកូនស្រីវិញមានន័យថាអ្នកទាំងពីររស់នៅជាមួយគ្នាបានសេចក្តីសុខសប្បាយល្អណាស់ឧទាហរណ៍មួយទៀតបើឆ្នាំទាំងពីរនោះមានធាតុញីឈ្មោលមានន័យថាអ្នកទាំងពីរអាចយកកូនស្រីក៏បានយកកូនប្រុសក៏បានគឺសុទ្ធតែល្អទាំងអស់ចំពោះការចាប់ដៃគ្នារកស៊ីមានឬក៏ក្រគេមើលទៅលើផលបុណ្យពីកំណើត5យ៉ាងរបស់មនុស្សម្នាក់គឺទី1សុខភាពទី2សំពេបុណ្យនិងចំណេះដឹងទី3ការទំនាក់ទំនងទី4សេចក្តីព្យាយាមនិងទី5លុយកាក់ឧទាហរណ៍អ្នកឆ្នាំជូតកើតថ្ងៃអាទិត្យខែកញ្ញានិងឆ្នាំវកកើតថ្ងៃពុធខែកុម្ភៈតាមជើងលេខថ្ងៃខែឆ្នាំកំណើតរបស់ឆ្នាំទាំងពីរនេះឃើញថាទី1សុខភាពអ្នកឆ្នាំជូតមានសុខភាពមិនសូវល្អតាំងពីក្មេងរហូតដល់ចាស់ចំពោះឆ្នាំវកវិញពីក្មេងមានសុខភាពមិនសូវល្អតែដល់ចាស់មានសុខភាពល្អទី2សំពេបុណ្យចំពោះឆ្នាំជូតបើរៀនបានច្រើនបើធ្វើការបានតំណែងធំគួរសមតែបើរកស៊ីក៏នឹងមានមុខរបរសមរម្យនឹងគេដែរចំពោះឆ្នាំវកវិញធ្វើការក្តីរកស៊ីក្តីគឺបានមធ្យមទី3ការទំនាក់ទំនងឆ្នាំជូតរស់នៅជាមួយគ្នាយកចិត្តដៃគូនៅពេលចង់បានអ្វីមួយពីដៃគូហើយនិយាយមួយម៉ាត់គឺសុទ្ធតែបានការទាំងអស់ចំពោះឆ្នាំវកវិញរស់នៅជាមួយគ្នារៀងសោះអង្គើលបន្តិចជាមួយនឹងដៃគូដូចនេះឆ្នាំទាំងពីរនេះរស់នៅជាមួយគ្នាមិនសូវចេះលើកទឹកចិត្តគ្នានិងនិយាយស្ដីមិនសូវស៊ីសង្វាក់នឹងគ្នាទេទី4ចំពោះសេចក្តីព្យាយាមអ្នកឆ្នាំជូតធ្វើកិច្ចការមិនសូវចេះប្រកាន់ខ្លួនទេហើយអ្នកឆ្នាំវកធ្វើការរៀងថ្នមខ្លួនបន្តិចតែឆ្នាំទាំងពីរនេះគឺជាមនុស្សម្នះរៀងខ្លួនទី5លុយកាក់ឆ្នាំទាំងពីរនេះគឺជាមនុស្សចាយធំដូចគ្នាស្របមកវិញឆ្នាំទាំងពីរនេះបានគ្នាជាប្តីប្រពន្ធមានឬក៏ក្រអាស្រ័យទៅលើលោកអ្នកជាអ្នកគិតនិងដាក់ពិន្ទុឲ្យទេហើយការលើកឡើងខាងលើនេះលុះត្រាតែគេយកថ្ងៃខែឆ្នាំកំណើតរបស់អ្នកទាំងពីរមកគណនារកមើលទើបដឹងសូមអរគុណ